សូរិយាចរយាត្រាផុតព្រឹកព្រៃភ្នែករុំបីចាំជួបស្រីគ្រប់នាទីបងចាំអូន4រដូវបើឈវីអូននៅទីណាបងចាំបើនារដូវสบายចិត្តយ៉ាងខ្លាំងហើយប្រជាពលរដ្ឋរបស់ខ្ញុំសบายចិត្តជាងខ្ញុំទៀតដោយសារច្រើនឆ្នាំមកនេះយើងបើយើងគិតទៅវាជាង20ឆ្នាំហើយណាតែគាត់តន្ទឹងរង់ចាំថាថ្ងៃណាដែលគាត់ត្រូវបានកម្មសិទ្ធិដូចទីតាំងផ្សេងភូមិផ្សេងនៅក្នុងសង្កាត់ស្រះចកយើងចាហើយនេះដោយសារការអាណិតអាសូរពីរាជរដ្ឋាភិបាលហើយក៏គ្រប់ស្ថាប័នដែលពាក់ព័ន្ធនឹងការផ្ដល់កម្មសិទ្ធិនេះគាត់ខិតខំចាជំរុញនិងផ្ដល់ជូនឲ្យប្រជាពលរដ្ឋយើងមានកម្មសិទ្ធិគ្រប់គ្នាចាហើយនៅក្នុងសង្កាត់ស្រះចកនេះយើងនៅសល់តែភូមិ2នឹងមួយទេដែលនៅចុងក្រោយគេមិនទាន់មានកម្មសិទ្ធិចានៅសល់តែភូមិនឹងទេចាឥឡូវគឺយើងបានទទួលរួចហើយចាហើយប្រជាពលរដ្ឋរបស់ខ្ញុំគាត់មានសេចក្តីសប្បាយរីករាយហើយគាត់ក៏បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលចាហើយគាត់សូមថ្លែងអំណរគុណចំពោះក្រសួងស្ថាប័នដែលពាក់ព័ន្ធដែលបានជួយជ្រោមជ្រែងហើយពិសេសគឺឯកឧត្តមឧបនាយករដ្ឋមន្ត្រីចាហើយនឹងឯកឧត្តមអភិបាលរាជធានីភ្នំពេញឯកឧត្តមខួងស្រេងឯកឧត្តមចរិនវណ្ណាចាបងហងវាសនាហើយនឹងបងអវថាដែលជួយជ្រោមជ្រែងហើយនឹងក្រុមការងារជួយជ្រោមជ្រែងណាយើងបានក្នុងពេលខ្លីចាហើយពួកគាត់ក៏ដូចជាខ្ញុំដែរគឺសូមអរគុណដល់សម្ដេចតេជោដល់សម្ដេចបវរធិបតីហ៊ុនម៉ាណែតដែលជំរុញឲ្យការងារនេះលឿនបានលះទាន់ចិត្តចាយើងខ្ញុំប្រជាពលរដ្ឋតំណាងឲ្យភូមិ2ទាំងអស់សង្កាត់ស្រះចកខណ្ឌដូនពេញពេលដែលបាននេះគឺសប្បាយចិត្តណាស់ព្រោះរងចាំ40ឆ្នាំមកហើយដើម្បីបានប្លង់រឹងអញ្ចឹងខាងខ្ញុំបានប្លង់រឹងទាំងអស់គ្នាប្រជាជនខ្ញុំបានទាំងអស់គ្នាគេលែងហៅពួកខ្ញុំថាសំដងអាណាធិបតេយ្យទៀតហើយអញ្ចឹងខ្ញុំជាប្រជាជនរបស់រដ្ឋស្របច្បាប់ហើយរដ្ឋក៏ផ្ដល់ប្លង់រឹងឲ្យខ្ញុំស្របច្បាប់ដូចគ្នាខ្ញុំអរគុណសម្ដេចទាំងទ្វេនិងអរគុណដល់ខាងក្រមការងារទាំងអស់ដែលបានធ្វើប្លង់រឹងឲ្យខាងប្រជាជនយើងខ្ញុំអរគុណយ៉ាងជ្រាលជ្រៅហើយអរគុណសន្តិភាពមានសន្តិភាពមួយនេះទៅពួកខ្ញុំបានដល់ថ្ងៃនេះចាអរគុណខ្លាំងអូយសប្បាយចិត្តណាស់តែបានខាងក្រសួងដែនដីហើយរដ្ឋាភិបាលយើងធ្វើប្លង់ឲ្យប្រជាពលរដ្ឋនៅនេះនៅទូទាំងរាជធានីហ្មងណាចាសប្បាយចិត្តអត់មានអីភាពផ្ទឹមបានទេថាខ្វះភាពកក់ក្ដៅដល់ឥឡូវនេះគឺរឹងមាំហ្មងណាអរគុណច្រើនដល់ថ្នាក់ដឹកនាំយើងដែលគាត់ជួយប្រជាពលរដ្ឋឲ្យមានប្លង់រឹងនេះគឺជាទំនុកចិត្តដ៏ខ្លាំងក្លាហ្មងណាចាបានខ្ញុំសប្បាយចិត្តរីករាយហើយសូមអរគុណរាជរដ្ឋាភិបាលកាលពីមេឃុំមេភូមិអីខំប្រឹងទាំងថ្ងៃទាំងជប់ហាភ្លៀងអីណាឥឡូវខ្ញុំថ្លែងអរគុណដែលបានប្លង់ចាពីសម្ដេចហើយនឹងណែអីខាងខណ្ឌដង្កាចាឥឡូវអារម្មណ៍សុបាយចិត្តរំភើបហ្មងព្រោះខ្ញុំទិញជាង10ឆ្នាំហើយឥឡូវបានខ្ញុំសុបាយចិត្តហើយអរគុណរដ្ឋាភិបាលហើយនឹងអ្នកដឹកនាំក្រសួងហើយខាងសូយោដីដែលបានចេញប្លង់រឹងឲ្យខ្ញុំសុបាយចិត្តណាខ្ញុំអរគុណចា